បងប្អូនម៉ូទ័រខាងស្ដាំដៃខ្ញុំនេះវាគឺជាប្រភេទម៉ូទ័រតម្លាក់ដងប្រើប្រាស់ជាមួយនឹងថាមពលសូឡាហើយដោយបងប្អូនឃើញអញ្ចឹងឃើញរូបពន្លឺព្រះអាទិត្យព្រមទាំងផ្ទាំងសម្រាប់ចាប់ពន្លឺកាំរស្មីរបស់ព្រះអាទិត្យបងប្អូនណាអញ្ចឹងម៉ូទ័រនេះគេផលិតឡើងសម្រាប់ប្រើប្រាស់ជាមួយសូឡាប្រភេទភ្លើង DC បងប្អូនហើយចំពោះម៉ូទ័រដែលពីរម៉ូដែលដែលខ្ញុំយកមកបង្ហាញនេះម៉ូទ័រនេះទំហំតួរបស់វា96មីលីម៉ែត្រឯម៉ូទ័រនេះទំហំតួរបស់វា95មីលីម៉ែត្រខ្ញុំសូមបង្ហាញ95មីលីម៉ែត្រមុនបងប្អូនពាក់ព័ន្ធទៅនឹងបរិមាណទឹករបស់វាគឺវាអាចបូមបានច្រើនបំផុតហ្នឹងគឺ10.1 គីបនៅក្នុង1ម៉ោងហើយពាក់ព័ន្ធទៅនឹងកម្ពស់របស់វាដែលអាចរុញបានហ្នឹងបានរហូតដល់35ម៉ែត្រហើយចំពោះម៉ូទ័រតួ96នេះវិញគឺវាអាចបូមទឹកបានបាទ6គីបនៅក្នុង1ម៉ោងហើយកម្ពស់របស់វាគឺវាអាចរុញបានរហូតដល់56ម៉ែត្រហើយពាក់ព័ន្ធទៅនឹងម៉ូទ័រនេះដែរបងប្អូនបើសិនជាបងប្អូនមានតម្រូវការតើឥឡូវនេះក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងគឺមានប្រូម៉ូសិនបញ្ចុះតម្លៃ 30% ទៅលើម៉ូទ័រតម្លាក់ដងប្រើប្រាស់សូឡាបើសិនជាបងប្អូនមានតម្រូវការបាទបងប្អូនអាចខមមិនក្រោមវីដេអូនេះហើយបញ្ជាក់មានការធានា2ឆ្នាំទៅលើគ្រឿងបន្លាស់ផ្ទាល់ចេញពីក្រុមហ៊ុនបើបងប្អូនមានតម្រូវការអាចខមមិនឥឡូវនេះបានបាទសូមអរគុណ